អ្នកធ្លាប់ឆ្ងល់ទេថាតើគេផលិតប្រេងដូងសុទ្ធដែលយើងប្រើប្រាស់សម្រាប់ចម្អិនអាហារឬថែរក្សាសក់ដោយរបៀបណានៅក្នុងប្រទេសឥណ្ឌាគេនៅតែអនុវត្តវិធីសាស្ត្របុរាណមួយដែលប្រើប្រាស់កម្លាំងគោដើម្បីចម្រាញ់ប្រេងដូងចេញពីសាច់ដូងដំណើរការនេះចាប់ផ្ដើមពីការប្រមូលផលផ្លែដូងចាស់ៗដែលសម្បូរជាតិប្រេងបន្ទាប់ពីប្រមូលផលរួចដូងទាំងនោះត្រូវបានគេយកទៅបកសម្បកខាងក្រៅចិនគេទុកផ្លែដូងនោះឲ្យហាលថ្ងៃដើម្បីឲ្យជាតិទឹករបស់វាថយចុះបន្ទាប់មកគេចាប់ផ្ដើមបំបែកសម្បកដូងដើម្បីទាញយកសាច់ដូងចេញសាច់ដូងដែលបានយកចេញមកត្រូវបានគេពុះជាពីរហើយយកទៅហាលថ្ងៃម្ដងទៀតដើម្បីឲ្យវាកាន់តែស្ងួតល្អភាពស្ងួតនេះគឺសំខាន់ណាស់ដើម្បីឲ្យប្រេងអាចចម្រាញ់ចេញបានច្រើននៅពេលដែលសាច់ដូងបានស្ងួតល្អហើយគេយកសាច់ដូងទាំងនោះទៅដាក់ក្នុងបាយអថ្មធំមួយដែលគេហៅថាហ្គានីឬម៉ាស៊ីនកិនប្រេងបែបបុរាណនៅចំកណ្ដាលបាយអថ្មនោះមានបង្គោលឈើមួយកម្មករបានប្រើគោមកចងភ្ជាប់ជាមួយបង្គោលនោះហើយបណ្ដាគោឲ្យដើរជុំវិញបាយអថ្មយឺតៗនៅពេលគោបង្វិលបង្គោលឈើនោះក៏បង្វិលហើយចាប់ផ្ដើមកិននិងបង្ហាប់សាច់ដូងស្ងួតទាំងនោះការបង្ហាប់ដោយកម្លាំងគោនេះបានធ្វើឲ្យប្រេងចាប់ផ្ដើមចេញមកពីសាច់ដូងប្រេងដូងដែលទើបតែចម្រាញ់បានគឺនៅមានលាយឡំជាមួយកាកសំណល់តូចៗដូច្នេះគេត្រូវយកប្រេងនោះមកច្រោះម្ដងទៀតដើម្បីទទួលបានប្រេងដូងសុទ្ធដែលមានពណ៌លឿងស្រស់ស្អាតប្រេងដូងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលាយទូលាយសម្រាប់ថែរក្សាសក់និងចម្អិនអាហារវិធីសាស្ត្រផលិតប្រេងដូងដោយប្រើគោនេះគឺជាវិធីសាស្ត្រប្រពៃណីដែលបង្ហាញពីភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់ធនធានធម្មជាតិនិងកម្លាំងសត្វ